សួស្តីបងប្អូននិងមិត្តភ័ក្តិអ្នកស្ដាប់ podcast ព្រះបន្ទូលលើកទឹកចិត្តជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍យ៉ាងកក់ក្ដៅមកកាន់ភាគថ្មីមួយទៀតនៃកម្មវិធីរបស់យើងខ្ញុំពិតជារីករាយណាស់ដែលបានជួបបងប្អូនទាំងអស់គ្នាសាជាថ្មីនៅថ្ងៃនេះដែរយើងនឹងមកពិចារណាជាមួយគ្នាអំពីប្រធានបទមួយដែលហាក់ដូចជាផ្ទុយស្រឡះពីគ្នាតែពិតជាមានអំណាចដ៏អស្ចារ្យនោះគឺកម្លាំងនៅក្នុងភាពទន់ខ្សោយយើងម្នាក់តែងតែចង់បានភាពរឹងមាំភាពជោគជ័យនិងភាពល្អឥតខ្ចោះប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញយើងពីផ្លូវមួយផ្សេងទៀតដើម្បីរកឃើញកម្លាំងដ៏ពិតប្រាកដនៅក្នុងជីវិតរបស់យើងតែងតែប្រឈមមុខនឹងភាពទន់ខ្សោយជួនកាលយើងទន់ខ្សោយខាងរាងកាយដោយសារជំងឺឬភាពចាស់ជរាជួនកាលយើងទន់ខ្សោយខាងផ្លូវចិត្តដោយសារតែភាពភ័យខ្លាចការថប់បារម្ភការធ្លាក់ទឹកចិត្តឬភាពតានតឹងនៅក្នុងជីវិតជួនកាលទៀតយើងទន់ខ្សោយខាងវិញ្ញាណនៅពេលដែលយើងមានអារម្មណ៍ឆ្ងាយពីព្រះជាម្ចាស់ឬជួបប្រទះនឹងការលំបាកគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយយើងម្នាក់សុទ្ធតែមានដែនកំណត់មានកំហុសឆ្គងនិងមានចំណុចខ្សោយរៀងៗខ្លួនធម្មជាតិរបស់មនុស្សគឺចង់លាក់កំបាំងភាពទន់ខ្សោយរបស់ខ្លួនពីព្រោះយើងខ្លាចគេមើលងាយខ្លាចគេមិនឲ្យតម្លៃឬខ្លាចគេបោះបង់ចោលយើងព្យាយាមបង្ហាញខ្លួនថាខ្លួនឯងរឹងមាំគ្រប់គ្រាន់ហើយអាចធ្វើអ្វីៗបានដោយខ្លួនឯងប៉ុន្តែតើមានអ្វីកើតឡើងនៅពេលដែលយើងព្យាយាមរឹងមាំដោយកម្លាំងខ្លួនឯងទីបំផុតយើងនឹងអស់កម្លាំងអស់សង្ឃឹមហើយប្រហែលជាបរាជ័យការទទួលស្គាល់ភាពទន់ខ្សោយរបស់យើងគឺជាជំហានដំបូងដើម្បីរកឃើញកម្លាំងដ៏ពិតប្រាកដនៅក្នុងព្រះគម្ពីរសាវកប៉ុលដែលជាអ្នកបម្រើព្រះដោយឆ្នាំម្នាក់ក៏មានភាពទន់ខ្សោយដែរគាត់បានអធិដ្ឋានសុំព្រះជាម្ចាស់ឲ្យដកចេញនៅបន្លាមួយដែលនៅក្នុងសាច់ដែលសំដៅទៅលើភាពទន់ខ្សោយឬបញ្ហាមួយរបស់គាត់ប៉ុន្តែព្រះជាម្ចាស់បានឆ្លើយតបទៅគាត់វិញដោយព្រះបន្ទូលដ៏អស្ចារ្យសូមបងប្អូនស្ដាប់នៅខគម្ពីរ2កូរិនថូសជំពូក12ខ9ដល់ខ10ដែលព្រះបន្ទូលបានចែងថាតែទ្រង់មានព្រះបន្ទូលមកខ្ញុំថាព្រះគុណរបស់អញគ្រប់គ្រាន់សម្រាប់ឯងហើយត្បិតកម្លាំងរបស់អញបានបង្ហាញពេញលេញនៅក្នុងភាពទន់ខ្សោយដូច្នេះខ្ញុំនឹងអួតអំពីភាពទន់ខ្សោយរបស់ខ្ញុំដោយអំណរជាងត្បិតគឺដើម្បីឲ្យព្រះជាសាររបស់ព្រះគ្រីស្ទបានមកសន្ធិដ្ឋលើខ្ញុំហេតុនេះហើយបានជាខ្ញុំពេញចិត្តនឹងភាពទន់ខ្សោយការបៀតបៀននិងការលំបាកដើម្បីព្រះគ្រីស្ទវិញត្បិតនៅពេលដែលខ្ញុំទន់ខ្សោយនោះខ្ញុំក៏ខ្លាំងឡើងនេះជាសេចក្តីពិតដ៏គួរឲ្យភ្ញាក់ផ្អើលព្រះជាម្ចាស់មិនបានដកយកភាពទន់ខ្សោយរបស់ប៉ុលចេញនោះទេប៉ុន្តែទ្រង់បានប្រទានព្រះគុណរបស់ទ្រង់ដែលគ្រប់គ្រាន់ហើយបង្ហាញកម្លាំងរបស់ទ្រង់នៅក្នុងភាពទន់ខ្សោយរបស់សាវកប៉ុលព្រះជាម្ចាស់មិនត្រូវការយើងល្អឥតខ្ចោះដើម្បីប្រើប្រាស់យើងនោះទេផ្ទុយទៅវិញទ្រង់ប្រើប្រាស់ភាពទន់ខ្សោយរបស់យើងដើម្បីបង្ហាញអំពីកម្លាំងនិងអំណាចរបស់ទ្រង់ផ្ទាល់តើយើងអាចអនុវត្តសេចក្តីពិតនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានដូចម្តេចទី1ទទួលស្គាល់ភាពទន់ខ្សោយរបស់អ្នកជំហានដំបូងគឺការទទួលស្គាល់ថាយើងមិនអាចធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងបាននោះទេកុំព្យាយាមលាក់បាំងភាពទន់ខ្សោយរបស់អ្នកនៅពេលដែលយើងបន្ទាបខ្លួនទទួលស្គាល់ដែនកំណត់របស់យើងនោះជាពេលដែលព្រះអាចចាប់ផ្ដើមធ្វើការនៅក្នុងយើងការទទួលស្គាល់នេះមិនមែនជាការបរាជ័យនោះទេតែជាការបើកទ្វារឲ្យព្រះចូលមកទី2ពឹងផ្អែកលើព្រះគុណរបស់ព្រះបន្ទូលបានចែងថាព្រះគុណរបស់អញគ្រប់គ្រាន់សម្រាប់ឯងហើយព្រះគុណមិនមែនជាអ្វីដែលយើងសមនឹងទទួលបាននោះទេតែជាអំណោយទានដែលព្រះប្រទានឲ្យដោយសេចក្តីស្រឡាញ់របស់ទ្រង់នៅពេលដែលយើងមានអារម្មណ៍ទន់ខ្សោយចូលនឹកចាំថាព្រះគុណរបស់ព្រះជាម្ចាស់គឺគ្រប់គ្រាន់ទ្រង់នឹងប្រទានកម្លាំងដែលយើងត្រូវការដើម្បីឆ្លងកាត់រាល់ឧបសគ្គទី3អធិដ្ឋានសុំកម្លាំងពីព្រះកុំខ្លាចក្នុងការបោះបង់ភាពទន់ខ្សោយរបស់អ្នកទៅលើព្រះជាម្ចាស់អីនៅពេលអ្នកមានអារម្មណ៍អស់កម្លាំងអស់សង្ឃឹមឬមិនអាចធ្វើអ្វីមួយបានសូមអធិដ្ឋានទៅកាន់ព្រះទ្រង់ត្រៀមខ្លួនជាស្រេចដើម្បីស្ដាប់ហើយប្រទានកម្លាំងរបស់ទ្រង់ដល់អ្នកចូលអ្នកចាំថាពេលយើងទន់ខ្សោយនោះជាពេលដែលព្រះជាសាររបស់ព្រះគ្រីស្ទបានសន្ធិដ្ឋលើយើងទី4អរព្រះគុណក្នុងភាពទន់ខ្សោយដូចជាសាវកប៉ុលដែរយើងអាចរៀនអរព្រះគុណចំពោះភាពទន់ខ្សោយរបស់យើងផងដែរពីព្រោះវាជាមធ្យោបាយមួយដែលបង្ហាញអំពីអំណាចរបស់ទ្រង់នៅក្នុងជីវិតរបស់យើងភាពទន់ខ្សោយរបស់យើងរំលឹកយើងថាយើងត្រូវការព្រះ
ហើយវាបង្ខំឲ្យយើងពឹងផ្អែកលើទ្រង់ទាំងស្រុងនេះក៏ជាទីបន្ទាល់ដ៏អស្ចារ្យមួយសម្រាប់អ្នកដទៃផងដែរខ្ញុំសូមលើកទឹកចិត្តនិងលើកយកទីបន្ទាល់មួយរបស់ខ្ញុំដែលខ្ញុំបានឃើញពីរបៀបដែលកម្លាំងរបស់ព្រះបានបង្ហាញពេញលេញនៅក្នុងភាពទន់ខ្សោយខ្ញុំធ្លាប់មានមិត្តភក្តិម្នាក់ដែលជាមនុស្សមានទេពកោសល្យនិងរឹងមាំខ្លាំងណាស់គាត់តែងតែជាអ្នកដឹកនាំហើយមិនដែលបង្ហាញភាពទន់ខ្សោយរបស់គាត់ឡើយប៉ុន្តែថ្ងៃមួយគាត់បានធ្លាក់ខ្លួនឈឺធ្ងន់ហើយត្រូវសម្រាប់ព្យាបាលរយៈពេលជាយូរគាត់បានបាត់បង់កម្លាំងកាយសមត្ថភាពក្នុងការធ្វើការហើយមានអារម្មណ៍ថាគ្មានប្រយោជន៍នៅពេលនោះគាត់បានបាក់ទឹកចិត្តជាខ្លាំងប៉ុន្តែនៅក្នុងភាពទន់ខ្សោយរបស់គាត់បានចាប់ផ្ដើមបែរទៅរកព្រះជាម្ចាស់ដោយស្មោះត្រង់គាត់បានចំណាយពេលអធិដ្ឋានអានព្រះបន្ទូលហើយពឹងផ្អែកទាំងស្រុងទៅលើព្រះគុណរបស់ព្រះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគាត់បានរកឃើញសន្តិភាពហើយកម្លាំងចិត្តដែលគាត់មិនធ្លាប់មានពីមុនមកគាត់ក៏បានទទួលគាត់បាននិយាយថាគាត់មិនធ្លាប់មានអារម្មណ៍ថាចិត្តស្និទ្ធជាមួយព្រះជាម្ចាស់ដោយពេលដែលគាត់ទន់ខ្សោយបំផុតនោះទេភាពទន់ខ្សោយខាងរាងកាយរបស់គាត់បានបើកទ្វារឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានមកសន្ធិដ្ឋលើគាត់បានក្លាយជាប្រភពនៃកម្លាំងចិត្តសេចក្តីសង្ឃឹមដ៏អស្ចារ្យសម្រាប់អ្នកដទៃដែលបានឃើញពីរបៀបដែលព្រះជាម្ចាស់ធ្វើការនៅក្នុងភាពទន់ខ្សោយរបស់គាត់នេះបង្ហាញថានៅពេលដែលយើងទន់ខ្សោយហើយយើងបោះបង់ខ្លួនឯងទៅលើព្រះជាម្ចាស់ទ្រង់នឹងលើកយើងឡើងហើយបង្ហាញអំពីកម្លាំងដ៏អស្ចារ្យរបស់ទ្រង់តាមរយៈយើងបងប្អូនជាទីស្រឡាញ់កុំខ្លាចនឹងភាពទន់ខ្សោយរបស់អ្នកឡើយទៅវិញចូលទទួលស្គាល់វាហើយអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើការនៅក្នុងនោះព្រះគុណរបស់ទ្រង់គឺគ្រប់គ្រាន់សម្រាប់អ្នកព្រះចេស្តារបស់ទ្រង់នឹងបង្ហាញពេញលេញនៅក្នុងភាពទន់ខ្សោយរបស់អ្នកសូមឲ្យខគម្ពីរ2កូរិនថូសចំពោះ12ខ9ដល់ខ10នេះនៅជាប់ក្នុងចិត្តបងប្អូនជានិច្ចហើយសូមឲ្យបងប្អូនរកឃើញកម្លាំងដ៏ពិតប្រាកដនៅក្នុងព្រះជាម្ចាស់នៅពេលដែលបងប្អូនមានអារម្មណ៍ទន់ខ្សោយបំផុតខ្ញុំសង្ឃឹមថាព្រះបន្ទូលនេះបានផ្ដល់កម្លាំងចិត្តនិងបំផុសគំនិតដល់បងប្អូនគ្រប់គ្នាសម្រាប់ភាគក្រោយយើងនឹងពិចារណាអំពីប្រធានបទមួយទៀតដ៏មានអត្ថន័យសូមរងចាំតាមដានទាំងអស់គ្នាសូមអរគុណសម្រាប់បងប្អូនដែលបានស្ដាប់សូមព្រះប្រទានពរដល់បងប្អូនគ្រប់ក្រុមគ្រួសារ